គោរពសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយទៀតហើយសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់កម្សាន្តរឿងនេះដែលគឺបានមកពីប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាម៉ារ៉ូហ្នឹងគាត់បានរៀបរាប់រឿងរ៉ាវដល់គួរឲ្យខ្លាចរអាមួយដែលគាត់ហ្នឹងគឺបានលក្ខណៈថាផ្លាស់ប្ដូរសាលាពីសាលានៅខាងស្រុកទៅសាលាខេត្តអីអញ្ចឹងណាបងប្អូនបាទហើយម៉ារ៉ូនេះគាត់បានថាគាត់នឹងគឺបានជួបហេតុការណ៍ដ៏រន្ធត់ហើយក៏មិនគួរឲ្យជឿផងដែរនៅក្នុងឆាកជីវិតរបស់គាត់អញ្ចឹងណាបាទហើយគាត់នឹងគឺនៅខាងខេត្តកំពង់ឆ្នាំងហើយគាត់ក៏បានផ្លាស់ប្ដូរសាលាហ្នឹងទៅរៀននៅបាត់ដំបងអីអញ្ចឹងណាដោយសារតែឪពុកម្ដាយគាត់ហ្នឹងគឺនៅខាងបាត់ដំបងបាទហើយម្ដាយគាត់នៅខាងកំពង់ឆ្នាំងឪពុកគាត់នៅខាងបាត់ដំបងអីអញ្ចឹងណាហើយឪពុកនិងម្ដាយគាត់ហ្នឹងគឺប្រកបមុខរបរលក់ដូរនៅខាងបាត់ដំបងអញ្ចឹងឪពុកម្ដាយរបស់គាត់គឺមិនចង់ឲ្យម៉ារ៉ូហ្នឹងគឺលំបាកនៅម្នាក់ឯងគ្មានអ្នកណាមើលថែនៅពេលដែលម៉ារ៉ូហ្នឹងគឺឈឺស្កាត់អីបងប្អូនបាទអញ្ចឹងគឺគាត់ហ្នឹងគឺឲ្យម៉ារ៉ូហ្នឹងផ្លាស់ប្ដូរសាលាមករៀននៅបាត់ដំបងបាទពេលនោះហើយដែលធ្វើឲ្យម៉ារ៉ូនេះគឺជួបរឿងហេតុការណ៍ដែលគួរឲ្យខ្លាចរអាផងដែរបាទដែលម៉ារ៉ូហ្នឹងគាត់បាននិយាយថាគាត់ហ្នឹងគឺបានដើរទៅសាលាហើយសាលាហ្នឹងគឺជាសាលាឆ្ងាយនៅពីផ្ទះរបស់គាត់អីចឹងណាបាទអញ្ចឹងធ្វើឲ្យគាត់គឺងើបពីព្រលឹមដើម្បីធ្វើដំណើរមកសាលាទាំងព្រឹកព្រលឹមបាទពេលនោះដែរធ្វើឲ្យគាត់គឺបានជួបនឹងដូនចាស់ម្នាក់បាទដូនចាស់នោះគឺមានលក្ខណៈថាមុខមាត់គឺមិនសូវស្រស់ប្រហែលទេបាទគឺគាត់តែងតែសួរទៅកាន់ដូនចាស់នោះណាតែដូនចាស់នោះគឺមិនដែលឆ្លើយទេហើយថ្ងៃមួយហ្នឹងបងប្អូនក្រោយពេលដែលម៉ារ៉ូដែលគាត់បានមកសាលាជារៀងរាល់ថ្ងៃនៅពេលព្រឹកព្រលឹមហ្នឹងណាម៉ារ៉ូគាត់បាននិយាយថាដូនចាស់នោះគឺគាត់បានដួលកង់របស់គាត់ហើយខ្ញុំហ្នឹងគឺបានជួយលើកអញ្ចឹងណាបាទនៅវេលាម៉ោង5រៀលក្ខណៈថាចិត្តភ្លឺអីអញ្ចឹងណាបាទហើយគាត់ក៏បានជួយលើកបាទតែគាត់នឹងលក្ខណៈថាមិនមើលមុខមកម៉ារ៉ូនោះទេបាទដោយហេតុថាម៉ារ៉ូនឹងគឺលក្ខណៈថាជាមនុស្សចាស់បាទគាត់បែបរឹងរូសអីអញ្ចឹងណាបាទហើយគាត់ខំនិយាយស្ដីហើយគាត់ឆ្លើយមួយម៉ាត់បែបកម្រោះកម្រើយដាក់គាត់អីអញ្ចឹងណាបាទម៉ារ៉ូតែងតែឆ្ងល់ហើយអ្វីក៏អ៊ំឬក៏ដូនចាស់ហ្នឹងគឺមិនងាកមើលមុខគាត់បាទអញ្ចឹងគឺធ្វើឲ្យគាត់មានលក្ខណៈចម្ងល់ក៏ដូចជាឆ្ងល់យ៉ាងមែនតែនយ៉ាងខ្លាំងមែនតែនបងប្អូនណាបាទហើយជាព្រឹកបន្តបន្ទាប់ទៀតជាព្រឹកទី3ហ្នឹងណាម៉ារ៉ូគាត់បាននិយាយថាដូនចាស់ហ្នឹងគាត់បានដប់អ្វីទេនៅពីក្រោយកង់របស់គាត់ហ្នឹងហើយកង់គាត់គឺជាកង់បុរាណបាទហើយក៏បានដួលជាប់ហុកបាទហើយគាត់ក៏បានលក្ខណៈជួយលើកអីចឹងណាបាទតែកង់ហ្នឹងវាដូចជាហាក់ធ្ងន់អើយធ្ងន់បាទនៅក្នុងកង់ហ្នឹងនៅក្នុងត្រដូចជាផ្ដាប់ផ្ដាដែលគាត់ដប់ហ្នឹងបងគឺហាក់ដូចជាធ្ងន់ធ្ងន់មែនតែនខុសប្លែកពីធម្មតាអីចឹងណាបាទហើយស្រាប់តែលក្ខណៈថាគាត់ចង់បើកមើលអញ្ចឹងណាតែដូនចាស់ហ្នឹងបងប្អូនគឺមិនឲ្យគាត់បើកមើលទេបាទគាត់លូកដៃទាញកម្របបើកមើលហើយណាបាទតែដូនចាស់ហ្នឹងគឺមិនឲ្យបើកមើលអីអញ្ចឹងណាបាទអញ្ចឹងគាត់មានអារម្មណ៍ថាដូចជាប្លែកមិនទេដូនចាស់ហ្នឹងរត់នៅសុំមើលមិនបានដែរបាទអញ្ចឹងណាហើយដូនចាស់ហ្នឹងគឺដូចមនុស្សយើងធម្មតាទេប៉ុន្តែគាត់បែបនិយាយកម្រោះកម្រើយម្ដងអីអញ្ចឹងណាបងប្អូនបាទហើយគាត់លក្ខណៈថាជួយរាល់ថ្ងៃហើយអ៊ំនោះនៅពេលដែលម៉ារ៉ូស៊ូថាទៅណាទៅណីគឺគាត់អត់ប្រាប់ទេបាទតែម៉ារ៉ូអត់យកចិត្តទុកដាក់ជាមួយនឹងគាត់ទេព្រោះអីគាត់ជាមនុស្សចាស់អីអញ្ចឹងណាបាទគឺលក្ខណៈថាមិនអីទេជួយគាត់យកទៅបន់ទៅព្រោះអីគាត់អត់ចង់មាត់ជាមួយយើងក៏អត់អីអញ្ចឹងណាបងប្អូនបាទហើយម៉ារ៉ូណាពេលព្រឹកទី4ព្រឹកទី4នេះហើយដែលជាព្រឹត្តិការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលបំផុតណាបាទលក្ខណៈថាម៉ារ៉ូក៏បានជួបនឹងដូនចាស់ម្ដងទៀតហើយដោយសារតែកង់គាត់នេះក៏បានធ្លាយកង់បាទហើយណាធ្លាយណាបងប្អូនបាទគឺធ្លាយកង់ក្រោយហើយគាត់ក៏បានដប់ស្អីមកទៀតដូចសពដងយ៉ាងហ្នឹងបងប្អូនណាបាទតែម៉ារ៉ូលក្ខណៈថាលើកនេះគឺខ្ញុំនឹងបើកកម្របហ្នឹងឲ្យបានអីចឹងណានឹងចឹងចិត្តគាត់ថានឹងបើកកម្របហ្នឹងឲ្យបានអញ្ចឹងក្នុងចិត្តរបស់ម៉ារ៉ូគឺធ្វើម៉េចគឺបើកមើលកម្របហ្នឹងឲ្យបានបាទទោះមានអ្វីកើតឡើងក៏ដោយគឺគាត់នៅតែបើកដែរបងប្អូនណាបាទអញ្ចឹងដូនចាស់នោះគាត់លក្ខណៈថាហៅម៉ារ៉ូបាទម៉ារ៉ូលក្ខណៈថាដើរអត់ឃើញបាទគឺលក្ខណៈដើរមិនឃើញគាត់អីអញ្ចឹងក៏ពិតម៉ារ៉ូនោះគឺឃើញហើយបាទគឺឃើញគាត់កំពុងតែធ្លាយកង់ហើយក៏ដូចជាសុំជំនួយពីនរណាម្នាក់
bà hay mà râu có miên speak ta mau chỉ muối hay có miên pel miên ấy sắmรับchul bà sắmรับchlo mơ giúp ấy chẳng là bởi sala nơi ngày bà chẳng lẽ cái nào tha quạt bạc mờ một bốn á bà cứ chui đá hay quạt có lui bạc mờ lẽ nào bạc phát chúng ta ôi mình tên một bốn á nước không nâng á bà cứ ôi khăng mình tên buồn cứ ôi hay mơ tới nông thôn nó cứ nghịchដោយសារតែបលឹមអញ្ចឹងណាបាទអញ្ចឹងលក្ខណៈថាគាត់ហ្នឹងគឺបានទាញពិលរបស់គាត់នៅក្នុងកតាបអញ្ចឹងណាបាទគឺឈួលទៅមើលក្នុងធុងហ្នឹងដែលគាត់កំពុងដប់ហ្នឹងស្រាប់តែឃើញមានកូនង៉ែតបងប្អូនណាហើយកូនង៉ែតនោះគឺជាកូនង៉ែតប្រុសបាទគឺស្លាប់ហើយបាទអញ្ចឹងណាបាទគឺស្លាប់មិនស្លាប់បែបលក្ខណៈថាស្អុយអញ្ចឹងណាបងប្អូនបាទអញ្ចឹងមករោលក្ខណៈថាសួរទៅដូនចាស់ហ្នឹងបងប្អូនបាទគាត់សួរថាហើយល្បីក៏ដូនចាស់ដប់កូនង៉ែតហ្នឹងយកទៅណាកូនង៉ែតហ្នឹងគឺស្អុយរលួយហ្នឹងណាបាទស្រាប់តែដូនចាស់ហ្នឹងគឺងាកមុខមកបងប្អូនអើយបាទគឺសិតតែឈាមបងប្អូនណាមុខគាត់បងប្អូនបាទពេលនោះគឺធ្វើឲ្យម៉ារ៉ូហ្នឹងគឺរត់ចោលកតាបរត់ចោលពិលបងប្អូនណាបាទគឺរត់ខ្លាំងមែនទែនបងប្អូនបាទគឺរត់ឲ្យប្រលឹងប្រលះគាត់ហ្នឹងគឺហោះចេញក្រៅមិនដឹងថាទៅដល់ណាណីទេបាទអញ្ចឹងគឺគាត់ភ័យខ្លាំងមែនទែនបងប្អូនបាទហើយលក្ខណៈថាពេលទៅកតាបគាត់ហ្នឹងគឺมันបានយកតាមខ្លួននោះទេហើយព្រលឹមគាត់ក៏បានទៅផ្ទះវិញបាទអញ្ចឹងគាត់រត់ផ្ទះវិញហើយខ្លួនប្រាណរបស់គាត់គឺញ័រអស់ហើយបងប្អូនអើយបាទគឺញ័រប្រាណញ័រអីអស់ហើយបាទហើយដូនចាស់ហ្នឹងគឺងាកមកគាត់ហ្នឹងណាបងប្អូនបាទគឺមើលដោយទឹកមុខលក្ខណៈថាខឹងសម្បាខ្លាំងមែនតើដោយសារតែគាត់ហ្នឹងណាបាទគឺលក្ខណៈថាមិនចង់ឲ្យអ្នកណាដឹងអំពីរឿងសម្ងាត់របស់គាត់ទេបាទអញ្ចឹងបារ៉ូតែងតែមានចម្ងល់ថាហេតុអ្វីបានជាគាត់ហ្នឹងគឺដប់កូនង៉ែតហ្នឹងគឺមករហូតបាទនៅក្នុងផ្លូវកែងមួយកន្លែងអីអញ្ចឹងណាបាទនៅក្នុងផ្លូវកែងដែលថាដូចជាផ្លូវចម្រៀលមួយកន្លែងណាបងប្អូនបាទអញ្ចឹងគឺគាត់ភ័យតាំងពីពេលនោះមកគឺគាត់លក្ខណៈថាមិនចង់ដើរទៅរៀននោះឡើយតែឪពុកម្ដាយគាត់គឺលក្ខណៈថាទិញកង់ឲ្យកូនមួយសម្រាប់ធ្វើដំណើរអត់ឲ្យដើរទៀតទេបាទពេលនោះម៉ារ៉ូចង់មានគ្នាបាទគឺគាត់ឲ្យហ៊ានដើរទៅរៀនម្នាក់ឯងទេបាទហើយលក្ខណៈថាគាត់ហ្នឹងគឺចង់មានគ្នាសម្រាប់ទៅរៀនអីជាមួយនឹងគ្នាអីអញ្ចឹងណាព្រោះគាត់ខ្លាចរអាតាំងពីពេលជួបហេតុការណ៍នោះមកណាបងប្អូនអើយបាទគឺគាត់ហ្នឹងគឺភ័យមិនទាន់បាត់ទេបាទគឺពុកម្ដាយគាត់គឺមិនចង់ឲ្យកូនហ្នឹងគឺផ្អាកការរៀនសូត្រនោះឡើយបងប្អូនអើយបាទទាំងម្ដាយគេម្ដាយយើងណាបាទអញ្ចឹងគាត់បាននិយាយថានៅក្នុងចុងភូមិគាត់ហ្នឹងគឺមានមិត្តម្នាក់បាទអញ្ចឹងគាត់ថានឹងនាំវាហ្នឹងគឺមកនៅលេងផ្ទះជាមួយបាទហើយក៏បានធ្វើដំណើរជាមួយទៅសាលាអីអញ្ចឹងណាតែមិត្តភក្តិនោះគឺលក្ខណៈថាមិនមកឡើយដោយសារតែគាត់ហ្នឹងគឺបាននៅរឿងអូខេអធិស្ឋានដោយសារតែគាត់ហ្នឹងគឺបានដឹងរឿងហេតុការណ៍ច្បាស់លាស់បាទហើយនៅតាមផ្លូវដែលមកពីផ្ទះម៉ារ៉ូមកសាលាហ្នឹងគឺមានលក្ខណៈថាហេតុការណ៍ដ៏ចម្លែកហើយផ្លូវនោះគឺផ្លូវខ្មោចបងប្អូនណាជាផ្លូវខ្មោចដែលលក្ខណៈថាមានម្នាក់គឺគាត់លង់ទឹកស្លាប់បាទលង់ទុកស្លាប់ហ្នឹងគឺក្បែរចម្រៀលស្ពានហ្នឹងឯងបងប្អូនណាលង់ទុកស្លាប់ហ្នឹងហើយមិត្តភ័ក្តិនោះក៏បដិសេធជាមួយនឹងម៉ារ៉ូថាឲ្យមកដេកផ្ទះជាមួយគ្នាមកគ្នាអត់សុខអីអញ្ចឹងណាបាទហើយមិត្តភ័ក្តិនោះក៏វិក្បាលថាគ្នាមិនទៅទេពួកអីគ្នាដឹងច្បាស់ថាឯងមកគាត់និយាយខ្លាចគាត់និយាយឃើញអ្វីមួយម្យ៉ាងហើយទើបឯងហ្នឹងណាមិនទើបឯងហ្នឹងគឺហៅគ្នាទៅជាស្រ័យបងប្អូនបាទទើបហៅគ្នាទៅនឹងបីធ្វើជាគ្នាបាទភ្លាមនោះម៉ារ៉ូបែបជាឆ្ងល់ថាតើឯងមានដឹងរឿងខ្លះទេអំពីផ្លូវចម្រៀលចិត្តដាំថ្នោតនិងស្ពានហ្នឹងណាបាទហើយតែថាមិត្តភ័ក្តិគាត់នោះក៏បានរៀបរាប់ថានៅប្រហែលឆ្នាំមុនហ្នឹងគឺមានអ៊ំស្រីម្នាក់ដែលគាត់គឺមានពោះធំបាទគាត់ពោះធំតែគាត់នឹងលក្ខណៈថាជិះកង់ដប់ស្ករទៅលក់ណាមិត្តភ័ក្តិម៉ារ៉ូក៏បាននិយាយថាគាត់ក៏បានដប់ស្ករទៅលក់នៅឯផ្សារហើយគាត់គឺតែងតែធ្វើដំណើរទៅតាំងពីព្រឹកព្រលឹមដើម្បីទៅដល់ផ្សារមុនគេអីអញ្ចឹងណាបាទតែហេតុការណ៍មួយគឺលក្ខណៈថាគាត់គឺវិលមុខខ្លាំងបាទគឺធ្វើឲ្យគាត់លក្ខណៈថាជិះកង់ទៅបាទគឺចូលនឹងស្ពានហ្នឹងបាទហើយចម្រៀលហ្នឹងគឺធ្វើឲ្យគាត់គឺបោកបក់បាទដួលកង់ទៅគឺបោកបក់ក្បាលបែកហ្នឹងគឺធ្លាក់ស្ពានតែម្ដង
គាត់ក៏បានស្លាប់បាទហើយគាត់ក៏មានផ្ទៃពោះផងដែរទាំងកូនគាត់គឺបានទៅតែ7ខែតែប៉ុណ្ណោះបាទអញ្ចឹងគឺគាត់នឹងខ្លាយជាខ្មោចតៃហោងពោះធំនៅនឹងស្ពានក្បែរនឹងថ្នោតនឹងបាទមករោក្រោយពីដែលដឹងដំណឹងនឹងហើយគឺគាត់ខ្លាចមែនទែនបងប្អូនបាទគឺគាត់គឺសុំឪពុកម្ដាយគាត់គឺអត់ទៅរៀនទៀតទេបងប្អូនណាក្រោយពីពេលដឹងដំណឹងទៀតហើយបាទអញ្ចឹងលក្ខណៈថាគាត់ហ្នឹងគឺលែងទៅរៀនទៀតហើយដោយសារតែគាត់ក៏បានឃើញហេតុការណ៍នោះពិតប្រាកដដែរហើយគាត់ក៏លែងចង់ទៅរៀនទៀតដែរបងប្អូនណាបាទហើយម៉ារ៉ូក៏បានដឹងថាអូពិតជាខ្មោចនេះគឺសាហាវខ្លាំងមែនតើហើយអ្វីក៏គាត់គឺឡងតែខ្ញុំបងប្អូនណាបាទអ្នកផ្សេងក៏មិនឡងនៅខ្ញុំបាទហើយខ្ញុំគឺតែងតែជួយគាត់រហូតជួយលើកកង់ដូចជាយកអាសាគាត់បាទតែងតែហៅគាត់គាត់ថាលេងសើចជារៀងរាល់ថ្ងៃមិនគូថាគាត់នឹងគឺឡងខ្ញុំបែបនេះសោះគ្រាន់តែខ្ញុំសុំបើកមើលធុងគាត់មិនដឹងថាគាត់នឹងគឺដាក់កូនគាត់នៅក្នុងធុងស្ករនឹងសោះបងប្អូនបាទគឺអស្ចារ្យខ្លាំងមែនទែនហើយវាពិតជារឿងដល់គួរឲ្យលក្ខណៈថាវ៉ាវសម្រាប់ម៉ារ៉ូខ្លាំងមែនទែនបងប្អូនណាបាទហើយម៉ារ៉ូក៏បានបញ្ជាក់ថាតាំងពីពេលនោះមកឪពុកម្ដាយខ្ញុំក៏សម្រេចថានឹងលក្ខណៈថាជូនខ្ញុំហ្នឹងទៅផ្ទះមីងមួយណាទៅផ្ទះមីងគាត់ហ្នឹងគឺនៅក្បែរសាលាតែគាត់នឹងគឺលក់ដូរនៅក្បែរផ្លូវជាតិអញ្ចឹងណាបាទអញ្ចឹងឪពុកម្ដាយរបស់ម៉ារ៉ូក៏បានបញ្ជូនម៉ារ៉ូហ្នឹងបាទគឺទៅនៅជាមួយនឹងមីងសិនដោយសារតែហេតុការណ៍នោះគឺបានកើតឡើងចំពោះគាត់ធ្វើឲ្យគាត់ភ័យខ្លាចលែងមានការរៀនសូត្រអីអញ្ចឹងណាបងប្អូនបាទហើយចាប់ពីពេលនោះមកគឺហេតុការណ៍នោះក៏បានស្ងប់ស្ងាត់ដែរដោយសារតែម៉ារ៉ូក៏លែងបានលក្ខណៈថាដើរកាត់ផ្លូវអាឡែងស្ពានក្បែរដាំត្នោតផ្លូវជំរាលនឹងទៀតណាបាទហើយអ្នកភូមិក៏បានដឹងដែរតែឪពុកម្ដាយរបស់ម៉ារ៉ូគឺគាត់អត់បានដឹងអញ្ចឹងណាបាទដោយសារតែគាត់គឺមករស់នៅថ្មីថ្មោងដែរទេបាទអញ្ចឹងគឺរឿងនេះគឺចប់ស្លេះតែប៉ុណ្ណេះបងប្អូនណាបើថាមានពាក្យពេចន៍អ្វីដែលទោសឆ្គងឬក៏រអាក់រអួលត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានដល់រូបខ្ញុំបាទផងណាបងប្អូនបាទអញ្ចឹងមុននឹងបងប្អូនឈប់មើលរឿងនេះសូមបងប្អូនជួយចុច Subscribe មួយណាបងប្អូនដើម្បីលើកទឹកចិត្តដល់រូបខ្ញុំបាទសូមអរគុណសូមជម្រាបលា